ដូចស្នេហាដែលគេបានសរសេរដាក់នៅក្នុងរឿងប្រឡំលោកនោះទេពេលខ្លះទៅយើងបានត្រឹមតែស្រឡាញ់គេម្ខាងគេមិនបានខ្វាយខ្វល់ពីយើងវិញពេលខ្លះទៀតទោះបីជាស្រឡាញ់គ្នាទាំងសងខាងខ្លាំងយ៉ាងណាក៏ដោយក៏គង់តែនៅមានហេតុផលបំបីពួកយើងចេញពីគ្នាដដែលហើយពេលខ្លះទៀតបើទោះបីជាខំព្យាយាមជំនះយ៉ាងណាក៏ដោយក៏មិនប្រកាសថាបានស្នេហាតាមអ្វីដែលយើងចង់បាននោះដែរបើទោះបីជាយើងស្រឡាញ់គេខ្លាំងក៏ដោយបើគេមិនស្រឡាញ់យើងក៏ស្នេហានឹងវាមិនអាចទៅរួចនោះដែរដោយសារតែស្នេហាពិតគឺមិនអាចបង្ខំបាននោះទេវាត្រូវតែចេញពីអារម្មណ៍ស្រឡាញ់ទាំងសងខាងអញ្ចឹងដូចស្នេហាដែលគេបានសរសេរដាក់នៅក្នុងរឿងប្រឡំលោកនោះទេពេលខ្លះទៅយើងបានត្រឹមតែស្រឡាញ់គេម្ខាងគេមិនបានខ្វាយខ្វល់ពីយើងវិញពេលខ្លះទៀតទោះបីជាស្រឡាញ់គ្នាទាំងសងខាងខ្លាំងយ៉ាងណាក៏ដោយក៏គង់តែនៅមានហេតុផលបំបីពួកយើងចេញពីគ្នាដដែលហើយពេលខ្លះទៀតបើទោះបីជាខំព្យាយាមជំនះយ៉ាងណាក៏ដោយក៏មិនប្រកាសថាបានស្នេហាតាមអ្វីដែលយើងចង់បាននោះដែរបើទោះបីជាយើងស្រឡាញ់គេខ្លាំងក៏ដោយបើគេមិនស្រឡាញ់យើងក៏ស្នេហានឹងវាមិនអាចទៅរួចនោះដែរដោយសារតែស្នេហាពិតគឺមិនអាចបង្ខំបាននោះទេវាត្រូវតែចេញពីអារម្មណ៍ស្រឡាញ់ទាំងសងខាងអញ្ចឹង